ដើម្បីតបស្នងសងគុណកន្លែងនេះក៏ដូចជាចង់ឃើញកុមារកម្ពុជាដទៃទៀតអាចមានជីវិតរស់នៅដូចខ្ញុំសប្តាហ៍សម្រាប់ខ្ញុំសប្បាយចិត្តខ្លាំងមែនទែនព្រោះខ្ញុំរងចាំ project មួយនេះយូរមកហើយដែលខ្ញុំចង់ធ្វើនៅពេលដែលខ្ញុំឮដំណឹងថាមាន project មួយតាក់ទងទៅនឹងមូលនិធិគុណធបុប្ផាខ្ញុំសប្បាយអរខ្លាំងមែនទែនព្រោះខ្ញុំមានប្រវត្តិតស៊ូចង់រស់ខ្លាំងជាមួយនឹងមន្ទីរពេទ្យនេះហើយខ្ញុំដេកនៅទីនេះឡើងពេទ្យចំណាំមកថាបោទៀតដោយសារតែនៅកន្លែងធ្វើការរបស់ខ្ញុំមានគម្រោងមួយធ្វើជាមួយនឹងមូលនិធិគុណធបុប្ផាដែលតម្រូវធ្វើ5វីដេអូផ្សេងគ្នាតែនៅក្នុងគម្រោងនោះដូចជាអត់មានប្រភេទវីដេអូ storytelling អញ្ចឹងខ្ញុំក៏បំផុសគំនិតនិងស្នើសុំទៅ lead នៅនឹង head របស់ខ្ញុំសូមធ្វើវីដេអូមួយ share រឿងរ៉ាវជីវិតពិតរបស់ខ្ញុំជាប្រភេទ storytelling ហើយសម្រាប់ពួកគាត់ទាំងពីរនាក់ណានៅពេលដែលខ្ញុំបំផុសគំនិតបែបនេះហើយក៏គាត់អត់បង្អាក់ដែរគឺគាត់កាន់តែសប្បាយចិត្តនៅពេលដែលមានរឿងរ៉ាវពិតផ្ទាល់ខ្លួនយកមកធ្វើជាវីដេអូព្រោះនេះគឺជា reference ក្មេងម្នាក់ដែលរស់រានមានជីវិតមកដល់សប្តាហ៍ថ្ងៃគឺដោយសារតែមន្ទីរពេទ្យគុណធបុប្ផាដល់តែពេលដែលពួកគាត់បើកសិនតែផ្ដល់ឱកាសប៉ុណ្្នឹងហើយចាំការទៀតខ្ញុំក៏ចាប់ផ្ដើមសរសេររឿងរ៉ាវដែលខ្ញុំជួបកាលពីក្មេងមកខ្លះៗមិនទាំងអស់នោះទេបើសរសេរទាំងអស់វិញជីវិតស្ត្រីមេផ្ទះមិនដូរឯមកបន្ទាប់ពីសរសេររួចខ្ញុំជាមួយនឹងបងប្រុសរបស់ខ្ញុំដែលមានទូនាទីជាកាមេរ៉ាមែនរបស់ខ្ញុំហ្នឹងក៏ចុះទៅថតភ្លាមតែម្ដងខ្ញុំមកដល់កន្លែងនេះភ្លាមសឹងតែអួរដើមកព្រោះសម័យឃើញខ្លួនឯងវេទនានៅទីនេះស្រែកយំជាមួយនឹងក្មេងដទៃព្រោះតែភាពឈឺចាប់ទ្រាំមិនបានហើយអ្វីដែលដកជាប់នៅក្នុងអារម្មណ៍របស់ខ្ញុំដែលមិនអាចបំភ្លេចបានដល់ឥឡូវគឺទស្សនវិជ្ជាមួយមួយចំនួនបានបាត់បង់ជីវិតដែលធ្វើឲ្យខ្ញុំចាំនៅទស្សនវិជ្ជានេះមិនភ្លេចនោះទេមកដល់ឥឡូវនេះនៅពេលដែលបញ្ចប់ការថតហើយខ្ញុំក៏ចាប់ផ្ដើមបន្ថតសំឡេងសម្រាប់ដាក់នៅក្នុងវីដេអូគឺដាក់ទាំងអារម្មណ៍បញ្ចូលទាំងមនោសញ្ចេតនាទាំងអស់ដាក់ចូលនៅក្នុងវីដេអូមួយនេះដើម្បីឲ្យវីដេអូនេះស្ដាប់ទៅ touching ដល់អារម្មណ៍អ្នកមើលបញ្ចប់ការថតខ្ញុំក៏បានទៅឆែកមើលការងារបន្តដែលសេសសល់ជាមួយនឹង team creative ជាមួយនឹងកម្មវិធីថ្មីរបស់ខ្ញុំឃើញថាធ្វើលឿនរបស់គេរួចហើយក៏ខ្ញុំទៅបន្តជាមួយនឹងការងារផ្សេងទៀតថតចប់ខ្ញុំក៏យកសលេងមកបញ្ចូលជាមួយនឹងវីដេអូហើយវីដេអូនេះគឺខ្ញុំជាអ្នកកាត់ខ្លួនឯងនិយាយរួមគឺធ្វើខ្លួនឯងទាំងអស់តែម្ដងដាក់ទាំងបេះដូងនិងចិត្តធ្វើហើយក៏ជាវីដេអូមួយដែលខ្ញុំស្រឡាញ់ពេញចិត្តបំផុតក្នុងការធ្វើវាហើយអ្វីដែលធ្វើឲ្យខ្ញុំកាន់តែសប្បាយចិត្តជាងនេះទៅទៀតនោះគឺវីដេអូរបស់ខ្ញុំគឺមានអ្នកមើលច្រើននិង touching ដល់អារម្មណ៍ប៉ាម៉ាក់មួយចំនួនដែលគាត់បានយកកូនទៅព្យាបាលនៅមន្ទីរពេទ្យគុណធបុប្ផានិងបានដឹងគុណដល់មន្ទីរពេទ្យគុណធបុប្ផាដែលបានព្យាយាមកូនរបស់ពួកគាត់ហ្នឹងឲ្យបានជាសះស្បើយដូច្នេះខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាកុំភ្លេចចូលរួមជាមួយគ្នាម្នាក់បន្តិចជាមួយនឹងយុទ្ធនាការ 10000 រៀល 10000 នាក់ជាមួយនឹងមូលនិធិគុណធបុប្ផាឆ្នាំ 2025 ទាំងអស់គ្នាដើម្បីផ្ដល់សង្ឃឹមនិងសង្គ្រោះជីវិតកុមារនៅកម្ពុជា